សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ CGD Anime ថ្ងៃនេះមកត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីប៉ុន្តែមុននឹងឈានចូលទៅកាន់ការសម្រាយនៃសាច់រឿងរបស់ Admin នោះ Admin ក៏សូមប្រម៉ូទតទៅជាមួយនឹងក្រុម Telegram មួយសម្រាប់អ្នកទាំងគ្នាយើងណាដែលក៏ចូលចិត្តមើលនៅរឿងតុងហោគ្នាយើងគឺអាចចូលទៅមើលនៅក្នុងក្រុមនឹងបានដែលនៅក្នុងក្រុមនឹងគឺមានបញ្ចូលសម្លេងជាភាសាខ្មែរសម្រាប់រឿងតុងហោគ្រប់ប្រភេទតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅក្នុង link ខាងក្រោមនៅក្នុង comment បានណាគ្នាយើង Admin នឹងដាក់នៅខាងក្រោមនឹងឲ្យគ្នាយើងចូលមើលសាច់រឿងរបស់យើងក៏បានបន្តពីភាពមុនបន្តពីដូរ៉ាគឺបានស្គាល់ទៅកាន់ Selma Roel នឹងឯងចឹងឲ្យមានសុំហៅគាត់ថា Selma តែម្ដងទៅគឺងាយស្រួលហៅជាងបន្តមកក៏បានបង្ហាញឃើញថា Selma Roel នឹងគឺជាអ្នកដែលគ្រប់គ្រងខ្លាំងបំផុតនៅក្នុងក្រុមបរិត្រីនឹងឯងហើយនាងក៏ជាមេដឹកនាំម្នាក់នៅក្នុងនិកាយ F ផងដែរគឺជាថ្នាក់ដឹកនាំកម្ពុជាតែម្ដងគ្នាយើងចឹងមិនធម្មតានោះទេហើយក៏ជាអ្នកលេងវិទ្យាមន្តដ៏ខ្លាំងបំផុតនៅក្នុងទ្វីបផងដែរSelma នាងក៏តែងតែបញ្យល់ទៅកាន់មនុស្សគ្រប់គ្នាថាប្រសិនបើអ្នកទាំងអស់គ្នាគឺជាអ្នកស្គាល់ទូនាទីរបស់ខ្លួនឯងក៏ដូចជាអ្នកលេងវិទ្យាមន្តគ្រប់គ្រងនោះពួកគេគឺត្រូវតែបែងចែកទូនាទីរបស់ពួកគេនីមួយៗឲ្យបានច្បាស់លាស់ទៅតាមទូនាទីរបស់ពួកគេរៀងៗខ្លួននឹងឯង Selma ក៏ថែមទាំងបង្កើតជាមួយនឹងទូនាទីរបស់ពួកគេរៀងៗខ្លួនដើម្បីឲ្យពួកគេបំពេញតាមនឹងផងដែរជៀសវាងពួកគេមិនស្គាល់ទូនាទីរបស់ខ្លួនឯងហើយបំពេញខុសកាតព្វកិច្ចដោយ Selma គឺនាងបានបង្កើតទូនាទីនោះចំនួន3ផ្នែកដោយផ្នែកទី1គឺជាអ្នកវិប្រហាផ្នែកទី2គឺជាអ្នកការពារចំណែកឯផ្នែកទី3តែជាផ្នែកចុងក្រោយនោះគឺជាអ្នកគ្រប់គ្រងនឹងឯងឬមួយក៏ហៅថា support ដោយទូនាទីរបស់ពួកគេគឺមានជា3ផ្នែកដោយទូនាទីរបស់ពួកគេរៀងៗខ្លួនគឺត្រូវបំពេញឲ្យបានល្អបំផុតបើសិនជាពួកគេចង់រួបរวมជាមួយនឹងគ្នាក៏ដូចជាសាមគ្គីគ្នាដើម្បីឈ្នះសត្រូវបាននោះបើមិនចឹងទេពួកគេប្រកាសជាចាញ់សត្រូវជាចាញ់មិនខាននោះឡើយនៅពេលនោះដូរ៉ាក៏បាននិយាយនៅក្នុងចិត្តរបស់គាត់ថាក្រុមវីរៈវីរៈទាំងអស់គឺលើកលែងតែគាត់នោះទេដែលបានផ្លាស់ប្ដូរពីអ្នកកាន់ដាវទៅជាអ្នកការពារឬមកក៏ជាអ្នក support ទៅវិញគេហៅថាគឺជាអ្នកគ្រប់គ្រងវេទមន្តនឹងឯងហើយមូលហេតុដែលគាត់ត្រូវបានគេបណ្ដេញចេញនឹងគ្មានអ្វីក្រៅពី Selma នោះទេដោយសារតែប្រហែលខែមុននឹងគឺដោយសារតែ Oliver គឺបានឃើញស្នាដៃរបស់នាងកាលពីប្រហែលខែមុនរបស់ Selma យើងនឹងហើយដោយសារតែគាត់បានឃើញថានាងគឺមានទេពកោសល្យខាងគ្រប់គ្រងនឹងខ្លាំងមែនទែនដូច្នេះហើយបានជារូបគាត់នឹងបានដកទៅកាន់ដូរ៉ារបស់យើងដូចជាស្ពៃក្តោបយ៉ាងចឹងគឺលុះសិតតែខ្វោកតែម្ដងហើយរឿងដែលគាត់នៅមិននឹកស្មានដល់នោះទៀតនោះគឺជាប្អូនស្រីរបស់នាងនឹងឯងគឺអ្នកទាំងពីរគឺមានឈ្មោះដូចគ្នាពេកដែលធ្វើឲ្យគាត់នឹងគឺច្រឡំគ្នាទៅវិញទៅមកនឹងឯងពេលនោះ Selma នាងក៏បាននិយាយថាហេតុអីបានជាលោកនឹងសម្លឹងមកមើលមុខនាងបែបហ្នឹងហើយរឿងមួយទៀតដែលនាងចង់និយាយនោះគឺតេតងជាមួយនឹងប្អូនស្រីរបស់នាងផ្ទាល់តែម្ដងហេតុអ្វីបានជាលោកនឹងហ៊ានតេតងជាមួយនឹងប្អូនស្រីរបស់នាងទាំងដែលប្អូនស្រីរបស់នាងគឺមានអាយុត្រឹមតែ14ឆ្នាំនោះទេគឺពិតជាក្មេងខ្លាំងមែនទែនកុកហើយគ្នាយើងអើយនៅពេលនោះដូរ៉ាក៏បាននិយាយថានាងប្រកាសជាយល់ច្រឡំជាមួយនឹងគាត់ចិត្តជាមិនខាននោះទេគ្រូគាត់មកទីនេះក៏ដោយសារតែប្អូនស្រីរបស់នាង Filia នឹងឯងនោះនាងគឺហៅមកញ៉ាំអីជុំគ្នាតែប៉ុណ្្នឹងនោះទេគាត់អត់មានគោលបំណងអ្វីក្រៅពីនឹងនោះទេហេតុអ្វីបានជានាងគិតអាក្រក់មកលើគាត់ខ្លាំងម្ល៉េះនៅពេលដែលលើបែបហ្នឹងហើយរូបនាងក៏នៅតែបន្តផ្ទុះកំហឹងបន្តទៀតហើយដោយសារតែនាងគឺយល់ឃើញថាដូរ៉ារបស់យើងនឹងកំពុងតែមើលមកបងប្អូនស្រីរបស់នាងនឹងគឺអត់សូវស្អាតនឹងឯងបានជាគាត់មិនសូវចាប់អារម្មណ៍យ៉ាងម៉េចចង់មើលងាយសម្រស់របស់នាងមែនអត់នៅពេលនោះបងប្អូនស្រីរបស់នាងក៏បានចេញមកការពារទៅកាន់ដូរ៉ារបស់យើងដោយនាងក៏បាននិយាយថាហេតុអីបានជាបងស្រីនិយាយពីធ្ងន់ធ្ងរខ្លាំងមែនតែកែអ្នកមានគុណរបស់នាងបែបនេះដែលជាហេតុធ្វើឲ្យបងស្រីរបស់នាងគឺមានចង្អល់ខ្លាំងមែនទែនហេតុអ្វីបានជាប្រុសព្រាមម្នាក់នេះទៅជាអ្នកមានគុណរបស់នាងទៅវិញដោយ Selma គឺបានសួរទៅកាន់បងស្រីរបស់នាងថាហេតុអ្វីបានជាគេនឹងអាចខ្លាចទៅជាអ្នកមានគុណរបស់បងស្រីទៅវិញតាមមូលហេតុអ្វីដែរទៅតែឯងគឺមានភ្នែកអត់ប្រស័យមែនទេបាទជាឃើញបរិបអ្នកនេះខ្លាចទៅជាអ្នកមានគុណរបស់ឯងនោះបន្ទាប់ពីស្ដាប់ការបកស្រាយរបស់នាងដូចហើយនាងក៏បាននិយាយថាណាហើយចោះថ្ងៃស្អែកពួកយើងគឺត្រូវតែទៅគុកងងឹតនឹងដដែលនោះទេប៉ុន្តែលោកនាងក៏បានស្ដីបន្ទោសទៅកាន់ប្អូនស្រីរបស់នាងថានៅទីនោះគឺវាគ្រោះថ្នាក់ខ្លាំងមែនទែនហេតុអីបានជានាងហ៊ានទៅតែម្នាក់ឯងបែបនេះគឺដឹងទេថាគឺវាមានគ្រោះថ្នាក់ប៉ុណ្ណាហើយប្អូនស្រីរបស់នាងគ្មានអ្វីក្រៅពីពាក្យថាសុំទោសនោះទេព្រោះថានាងគឺដឹងខុសហើយដូរ៉ាក៏បាននិយាយនៅក្នុងចិត្តរបស់គាត់ថាតាមពិតរឿងនេះអញ្ចឹងសោះបានជាលោកនាងរួចទៅមិនប្រាប់ក្លឹបរបស់នាងតទៅសោះហើយបងស្រីរបស់នាងក៏បាននិយាយបន្តទៀតថាប្រសិនបើលោកនាងទៅដោយសុវត្ថិភាពក៏ដូចជាមិនមានបញ្ហាអ្វីដោយសារតែដូរ៉ាជូនទៅនោះគឺវាមិនន័យនោះទេហើយលោកនាងក៏បាននិយាយថាប៉ុន្តែប្រសិនបើលោកនាងទៅតែម្នាក់ឯងនោះគឺនាងមិនណោយទៅជាដាច់ខាតនោះទេតែឯងយល់ហើយឬនៅបន្ទាប់មកនាងក៏បាននិយាយអរគុណទៅកាន់ដូរ៉ាផងដែរដោយសារតែដូរ៉ារបស់យើងក៏បានជួយសង្គ្រោះទៅកាន់ជីវិតបងស្រីរបស់នាងហើយមុននេះបន្តិចនឹងអាកប្បកិរិយារបស់នាងមិនសមរម្យបែបនេះគឺនាងសុំទោសផងនាងគឺពិតជាគ្មានចេតនាបែបនេះនោះទេប៉ុន្តែដូរ៉ាក៏បាននិយាយថាវាមិនមានជាបញ្ហាអ្វីនោះទេមិនចាំបាច់អរគុណឬមួយក៏គុណស្រ័យអ្វីឡើយបន្ទាប់មកពួកគេក៏បានបន្តនិយាយគ្នាបន្តទៀតបន្ទាប់មក Fiya នាងក៏បានសួរទៅកាន់អ្នកទាំងពីរថាតើមូលហេតុអ្វីបានជាអ្នកទាំងពីរអាចស្គាល់គ្នាបានបែបនេះដូរ៉ាក៏បាននិយាយថាមូលហេតុដែលគាត់អាចស្គាល់ទៅកាន់ Selma បាននោះគឺដោយសារតែប្រហែលខែមុនដូចជា2ខែមុនហ្នឹងគឺគាត់បានរត់គេចចេញពីពួក monster ទាំងអស់នោះហើយក៏បានជួបប្រទះជាមួយនឹង Selma នឹងឯង Selma នាងក៏បានបន្តនិយាយបន្ថែមទៀតថាមូលហេតុដែលពួកគេស្គាល់គ្នានោះក៏ព្រោះតែពួកគេទាំងពីរនាក់គឺជាអ្នកប្រើវេទមន្តគ្រប់គ្រងដូចគ្នានឹងឯង
ដូច្នេះហើយទីតាំងរបស់ពួកគេក៏នៅតែជាមួយគ្នានឹងឯងប្រសិនបើពួកគេចង់សហការគ្នាគឺត្រូវតែឈរគៀនគ្នានឹងឯងហើយគាត់ក៏បាននិយាយបន្តទៀតថានាងគឺជាអ្នកបញ្ជាទូទៅចំណែកឯតួនាទីរបស់គាត់វិញគឺជាអ្នកប្រើប្រាស់វេទមន្តគ្រប់គ្រងសេម៉ានាងក៏បាននិយាយថាប្រសិនបើមិនបានដូរ៉ារបស់យើងនោះទេពួកគេប្រកាសជាយ៉ាប់យ៉ឺនចាក់ជាពុំខាននោះទេប៉ុន្តែដោយសារតែមានគាត់នៅទីនោះធ្វើឲ្យក្រុមរបស់ពួកគេគឺមានអារម្មណ៍ថាធូរស្រាលជាងមុននៅពេលនោះហ្វីយ៉ានាងក៏បាននិយាយថានាងគឺមិននឹកស្មាននោះទេថាបងស្រីរបស់នាងគឺបានស្គាល់ទៅការដូរ៉ារបស់យើងយូរយ៉ាងនេះបងស្រីរបស់នាងក៏បាននិយាយថានិយាយអញ្ចឹងឯងគឺមិនស្គាល់ទៅការដូរ៉ាទេមែនទេហើយបងស្រីរបស់នាងក៏បាននិយាយថានាងគឺពិតជាអត់ស្គាល់នោះទេមិនដឹងថាដូរ៉ានឹងគឺជានរណាឡើយបងស្រីរបស់នាងក៏បានសួរបន្តទៀតថាតើគាត់នឹងគឺជាមនុស្សដែលល្បីល្បាញមែនហើយបងស្រីរបស់នាងក៏បាននិយាយថាត្រូវហើយព្រោះគាត់គឺជាមនុស្សម្នាក់ដែលល្បីល្បាញខ្លាំងមែនទែនចាំនាងណែនាំឲ្យស្គាល់ដូរ៉ារបស់យើងគឺស្ថិតនៅក្នុងក្រុមវីរបុរសដែលក្លាហានបំផុតនោះនឹងឯងមានភាពល្បីល្បាញខ្លាំងមែនទែននៅពេលនោះដែលធ្វើឲ្យវីយ៉ាគឺនាងចំហមាត់ធំធំយកតែមែនទែនតែម្ដងហើយនាងក៏បាននិយាយអរគុណក៏ដូចជាសូមទោសចំពោះអាកប្បកិរិយាដែលនាងមិនសមរម្យចំពោះគាត់ផងដែរប៉ុន្តែដូរ៉ារបស់យើងគឺគាត់បានប្រាប់ទៅកាន់វីយ៉ាថាឲ្យធ្វើធម្មតាទៅគឺមិនបាច់ចាំភ្ញាក់ផ្អើលពេកនោះទេដែលគាត់ក៏បាននិយាយបន្តទៀតថាឥឡូវនេះគាត់មិនមែនជាវីរបុរសនៅក្នុងក្រុមនឹងទៀតនោះទេអញ្ចឹងហើយក៏គ្មានកិត្តិយសគេឈ្មោះអ្វីនៅក្នុងនឹងទៀតដែរអញ្ចឹងហើយអ្នកទាំងអស់គ្នាមិនបាច់ចាំភ្ញាក់ផ្អើលនោះឡើយសាមានាងក៏បាននិយាយថាកំប្រាប់ថាលោកគឺចាក់ចេញពីក្រុមនេះឲ្យសោះដោយដូរ៉ារបស់យើងក៏បាននិយាយបញ្ជាក់ទៅកាន់នាងថាគឺពិតប្រាកដណាស់គាត់បានចាក់ចេញពីក្រុមនេះតាំងពីម្សិលមិញឯណោះដែលធ្វើឲ្យសាមារបស់យើងគឺមានអារម្មណ៍ថារៀងខូចចិត្តបន្តិចដោយសារតែបាត់បង់មនុស្សខ្លាំងដូចជាគេនឹងឯងប៉ុន្តែដូរ៉ាក៏បាននិយាយប្រាប់ទៅកាន់លោកនាងថាដោយសារតែមានបញ្ហាខ្លះៗទៅធ្វើឲ្យគាត់ចាក់ចេញពីក្រុមនេះនឹងឯងហើយក៏បានព្រមព្រៀងគ្នាជាមួយនឹងពួកគេផងដែរនៅពេលនោះសេម៉ានាងក៏បានសួរថានិយាយអញ្ចឹងគាត់នៅតំណែងមែនអត់ដូរ៉ាក៏បានឆ្លើយភ្លាមថាគាត់នៅតំណែងពិតមែនប៉ុន្តែគាត់ក៏បានបន្តនិយាយទៀតថាតើលោកនាងនឹងចង់អូសទាញរូបគាត់នឹងចូលក្រុមប្រាក់រាត្រីមែនអត់នៅពេលដែលសេម៉ាចង់អូសគាត់ចូលប្រាក់រាត្រីក៏ដូចជាចង់និយាយបបួលគាត់ទៅហើយនោះក៏ស្រាប់តែដូរ៉ារបស់យើងក៏បានបដិសេធទៅកាន់សេម៉ាភ្លាមតែម្ដងដោយដូរ៉ាក៏បាននិយាយថាមួយរយៈនេះខ្ញុំមិនចង់ចូលក្រុមណាឬមួយក៏ក្លឹបណាមួយនោះទេគឺគាត់ចង់នៅតែឯងយកតែម្ដងគឺមិនចង់មានក្រុមមានក្លឹបមានអីដូចជាមុននោះទេគឺពិតជាញ៉ៃញ៉ៃជាមួយនឹងជីវិតគាត់ខ្លាំងណាស់បន្តមកសេម៉ានាងក៏បាននិយាយថាប្រហែលជាដូរ៉ារបស់យើងប្រកាសជាយល់ច្រឡំជាមួយនឹងរឿងមួយនេះហើយដែលលោកនាងក៏បានបន្តនិយាយទៀតថាបេសកកម្មមួយនេះពិតជាមិនអាចខ្វះគាត់បាននោះទេព្រមទាំងបេសកកម្មមួយនេះគឺវាពិតជាស័ក្តិសមជាមួយនឹងដូរ៉ារបស់យើងខ្លាំងមែនទែនក្រៅពីដូរ៉ារបស់យើងគ្មាននរណាអាចធ្វើទៅបាននោះឡើយដោយសារតែខានសាយនេះគឺចង់ឲ្យដូរ៉ារបស់យើងចូលរួមជាមួយនឹងក្លឹបរបស់នាងនៅក្នុងការរុករកនៅក្នុងបេសកកម្មមួយនេះជាមួយនឹងក្លឹបរបស់នាងនាងក៏បានបន្ថែមបន្តទៀតថានាងនឹងសន្យាថានឹងឲ្យប្រាក់កម្រៃខ្លះៗទៅកាន់រូបគាត់ផងដែរមិនឲ្យគាត់នឹងស៊ីអំបិលផឹកទឹកនោះទេហើយរូបនាងក៏បានបន្តបន្ថែមទៀតថារូបគាត់ចាត់ទុកថាការងារមួយនេះឬមួយក៏បេសកកម្មមួយនេះគឺជាការវឹកហាត់ទៅចោះមិនចាំបាច់ប្រឹងប្រែងពេកក៏បានដែរអត់ជាបញ្ហានោះទេហើយនាងក៏បាននិយាយបន្តទៀតថានាងនឹងផ្ដល់ប្រាក់កម្រៃក៏ដូចជាចង់ឲ្យគាត់នឹងមានលុយចាយផងដែរមិនដោយគាត់នឹងដាច់យ៉ៃរហូតអញ្ចឹងនោះទេនាងក៏បានប្រាប់បន្តទៀតថានៅក្នុងបេសកកម្មមួយនេះគឺមានអ្នកជំនាញកម្រិត A ប្រមាណអ្នកដឹកនាំចុះទៅជាន់ទី5ផងដែរបន្តមកដូរ៉ាក៏បាននិយាយថាតើការទៅនៅក្នុងទីនោះគឺជាកុកងឹតរយៈពេល3ថ្ងៃមែនអត់ប៉ុន្តែគាត់គឺយល់ឃើញថានេះគឺជាការដែលបថុយប្រឋានខ្លាំងមែនទែនបើទោះបីជាកម្រិត A មួយនឹងគឺមានអបកាយខ្លាំងយ៉ាងណាក៏ដោយក៏ត្រូវការរយៈពេលនឹងរហូតដល់1ឆ្នាំខ្លះដែរទើបពួកគេក៏អាចយកឈ្នះទៅកាន់ពួកគេបានប៉ុន្តែលោកនាងក៏បាននិយាយថានេះគឺជាការឧបត្ថម្ភប្រាក់អំពីថ្នាក់លើរបស់ពួកគេប៉ុន្តែដូរ៉ាក៏បាននិយាយថាបើទោះបីជាពួកគេទទួលការស្នើសុំពីការឧបត្ថម្ភប្រាក់ក៏ដោយលោកនាងគឺអាចស្នើសុំក៏ដូចជាបដិសេធចំពោះការស្នើសុំរបស់ឧបត្ថម្ភមួយនេះបានផងដែរបន្តមកដូរ៉ាក៏បាននិយាយបន្តទៀតថានៅក្នុងរឿងមួយនេះប្រកាសជាមានអ្វីលាក់កំបាំងគាត់ចាត់ជាពុំខាននោះទេនៅក្នុងគោលបំណងរបស់ពួកគេផ្សេងទៀតមិនមែនជារឿងនឹងឡើយនៅពេលនោះសេម៉ានាងក៏បានគិតនៅក្នុងចិត្តរបស់នាងថានាងគឺមិននឹកស្មានដល់នោះទេថាដូរ៉ារបស់យើងគឺមានភាពវៃឆ្លាតជាងរំការរំពឹងទុករបស់នាងទៅទៀតបន្តមកសាច់រឿងរបស់យើងក៏បានបង្ហាញឃើញថាមានមនុស្សមួយក្រុមនឹងកំពុងតែប្រយុទ្ធជាមួយនឹងពលបិសាចទាំងអស់នោះយ៉ាងស្វិតស្វាយរត់ស្វាយដៃជើងខ្លាំងមែនទែនគឺជួយគ្នាទៅវិញទៅមកដើម្បីសម្លាប់ពលបិសាចទាំងអស់នោះនឹងឯងបន្តមកសេម៉ានាងក៏បាននិយាយបន្តទៀតថារឿងទាំងអស់នេះគឺពិតជាសំខាន់ខ្លាំងណាស់ដូច្នេះហើយបានជានាងចង់ស្នើសុំឲ្យដូរ៉ារបស់យើងចូលរួមជាមួយនឹងការបេសកកម្មមួយនេះប៉ុន្តែចំពោះដូរ៉ាវិញក៏បានប្រាប់ទៅកាន់សេម៉ាវិញថាមើលទៅស្ដាប់មើលទៅហាក់បីដូចជាមិនមែនជាបេសកកម្មធម្មតានោះទេគឺជាគម្រោងរបស់បរិត្រីយកតែម្ដងអញ្ចឹងហើយគឺគាត់មើលដឹងគ្នាយើងមិនធម្មតានោះទេសមត្ថភាពរបស់តួឯករបស់យើងនេះហើយក៏
ក៏បានបន្តនិយាយទៀតថាណាមួយក៏គឺជាអ្នកក្រៅមើលទៅចូលរួមជាមួយនឹងបេសកកម្មនេះមិនសមនោះទេប៉ុន្តែនៅពេលនោះក៏សតតែ Selma របស់យើងនឹងក៏ចាប់ផ្ដើមចាប់ដៃរបស់ទូឯប្រុសរបស់យើងនឹងមកចាប់អោបនឹងដើមទ្រូងរបស់នាងតែម្ដងដោយនាងក៏បាននិយាយប្រាប់ទៅកាន់ដូរ៉ាថារូបគាត់នឹងគឺមានចំណុចពិសេសច្រើនខ្លាំងមែនទែនថែមទាំងមានធម៌ពលខ្លាំងក្លាថែមទៀតផងហើយនាងគឺតែងតែជឿជាក់ទៅលើសមត្ថភាពរបស់ដូរ៉ារបស់យើងជានិច្ចនឹងឯងដែលទៅធ្វើឲ្យដូរ៉ារបស់យើងគឺគាត់មកឡើងក្រហមហើយក៏បាននិយាយប្រាប់ទៅកាន់ Selma វិញថាដែលនាងពិតជាវិតម្លៃមកកាន់គាត់នឹងគឺពិតជាខ្ពស់ខ្លាំងមែនទែនគាត់ពិតជាអរគុណខ្លាំងណាស់ប៉ុន្តែដែលនាង Selma គឺវិតម្លៃខ្ញុំក្នុងការខ្ពស់ខ្លាំងពេកក្នុងការគ្រប់គ្រងវិតមន្តមួយនេះតាមពិតទៅសមត្ថភាពរបស់គាត់គឺវាមិនខ្លាំងក្លាដល់ថ្នាក់នឹងពេកនោះទេហើយម្យ៉ាងទៀតនោះគឺគាត់ត្រូវបានអ្នកក្រុមអ្នកក្លាហានរបស់គាត់នឹងគឺដេញក្បាលគាត់ចេញពីក្រុមបាត់ទៅហើយដែលធ្វើឲ្យគាត់នឹងកំពុងតែពិបាកចិត្តចូលតែមែនតែនតែហ្មងហើយបើសិនជាឲ្យគាត់មកធ្វើជាអ្នកគ្រប់គ្រងបន្តទៀតនោះតែគាត់មានអារម្មណ៍ណាធ្វើទៅក៏ព្រោះតែកំពុងតែខូចចិត្តនឹងអារឿងគេគ្រប់គ្រងនឹងឯងប្រើវិតមន្តគ្រប់គ្រងបន្តចុងក្រោយត្រូវបានមិត្តរួមក្រុមការងាររបស់ខ្លួនបណ្ដេញចោលទៅវិញសួរថាណាដែលមិនឈឺចាប់ទៅហើយឥឡូវនេះឲ្យគាត់មកកាន់ការងារមួយនឹងទៀតសួរតែគាត់មានអារម្មណ៍ណាធ្វើទៅវ៉ូនឹងមិនជួយសផននោះទេមានតែជួយដាក់ថែមនឹងឯងហើយក៏បានបន្តនិយាយអរគុណទៅកាន់ Selma បន្តទៀតដែលរូបនាងគឺវិតម្លៃក៏ដូចជាឲ្យតម្លៃទៅកាន់គាត់នឹងគឺខ្ពស់ចូលទៅមែនតែនប៉ុន្តែក៏ពិតជាសុំទោសខ្លាំងមែនតែនដែលគាត់គឺមិនអាចចូលរួមជាមួយនឹងការរុករកក៏ដូចជាបេសកកម្មនេះបាននោះទេនៅពេលនោះ Fia នាងក៏បាននិយាយថាការរុករកក៏ដូចជាបេសកកម្មនេះគឺមានចំណែកនាងនៅក្នុងការចូលរួមនៅក្នុងក្រុមនេះផងដែរប៉ុន្តែប្រសិនបើមានអារម្មណ៍របស់យើងក៏ដូចជាដូរ៉ាយើងហ្នឹងគឺគាត់បានចូលរួមជាមួយនឹងបេសកកម្មនេះផងដែរនោះលោកនាងគឺពិតជាមានការសប្បាយចិត្តខ្លាំងមែនតែនដោយសារតែគោលបំណងរបស់នាងគឺចង់ឲ្យដូរ៉ារបស់យើងនឹងគឺចូលរួមជាមួយនឹងគាត់នឹងឯងហើយរៀងក៏សូមមេត្តាឲ្យដូរ៉ារបស់យើងនឹងចូលរួមក្រុមជាមួយនឹងនាងផងទៅប៉ុន្តែដូរ៉ាក៏បាននិយាយថាឥឡូវចេះវិញគឺគាត់សុំពេលគិតមួយរយៈសិនដោយសារតែគាត់គឺមិនអាចសម្រេចចិត្តភ្លាមបាននោះទេប៉ុន្តែក៏បាននិយាយលក្ខខណ្ឌមុនជាមួយនឹងនាងផងដែរប្រសិនបើក្នុងករណីដែលគាត់ចូលរួមជាមួយនឹងបេសកកម្មនេះនោះគឺគាត់សូមប្រាប់នាងមុនឲ្យហើយថារូបគាត់នឹងបដូរទៅជាអ្នកប្រាដៅមិនមែនជាអ្នកការគ្រប់គ្រងឬមួយក៏ប្រើវិតមន្តគ្រប់គ្រងអ្វីឬ support អ្វីនោះទេSelma នាងក៏បានសួរទៅកាន់ដូរ៉ាថាហេតុអ្វីបានជាលោកជាអ្នកប្រាដៅទៅវិញក្រែងលោកគឺជាអ្នកប្រើវិតមន្តការគ្រប់គ្រងអីហេតុអ្វីបានជាទៅជាប្រាដៅទៅវិញដូរ៉ាក៏បានឆ្លើយតបទៅកាន់ Selma វិញថាប្រសិនបើនាងមិនយល់ព្រមជាមួយនឹងសំណើរបស់គាត់មួយនេះនោះទេគាត់ដាច់ខាតគឺមិនចូលរួមជាមួយនឹងបេសកកម្មនេះនោះឡើយSelma នាងក៏មិនបានចំទាស់អ្វីជាមួយនឹងការស្នើសុំរបស់ដូរ៉ារបស់យើងនោះដែរនាងគឺបានអនុញ្ញាតឲ្យគាត់អាចធ្វើទៅតាមអ្វីដែលគាត់ចង់ធ្វើទៅបាន Selma នាងក៏បានគិតនៅក្នុងចិត្តរបស់នាងថាបើទោះបីជាបែបណាក៏ដោយនៅពេលដែលមានគ្រាអាសន្ននោះប្រកាសណាស់ដូរ៉ារបស់យើងប្រកាសជាបញ្ចេញសមត្ថភាពពិតរបស់គាត់មកចាក់ជាពុំខានឡើយដូច្នេះរឿងរ៉ាវទាំងអស់នេះដែលគាត់ស្នើសុំគឺវាគ្មានជាបញ្ហាអ្វីនោះទេ Selma នាងក៏បានបន្តនិយាយទៀតថាប្រសិទ្ធពេលព្រលឹមមកទីស្នាក់ការកណ្ដាលរបស់ពួកនាងមកនាងគឺនៅចាំទីនោះបន្តមកពួកគេក៏បានចែកជើងគ្នាក៏ដូចជានិយាយពីថារាត្រីសួស្ដីនៅក្នុងយប់នេះសុបិនល្អទាំងអស់គ្នាបន្តមកយើងក៏បានឃើញថាដូរ៉ានឹងក៏បានមកជួយជាមួយនឹងអូនប្រុសម្នាក់ដូនប្រុសម្នាក់នឹងក៏បាននិយាយប្រាប់ទៅកាន់ដូរ៉ាថាឥឡូវនេះហាងរបស់គាត់រៀបនឹងបិទទៅហើយឥឡូវនេះអញ្ជើញដូរ៉ារបស់យើងគឺមកអង្គុយលេងនិយាយគ្នាជាមួយនឹងគាត់មកអត់ជាបញ្ហាអ្វីនោះទេបន្តមកលោកតាក៏បាននិយាយប្រាប់ទៅកាន់ដូរ៉ាថាគាត់ពិតជាអរគុណទៅកាន់ដូរ៉ាខ្លាំងមែនទែនបើសិនជាមិនបានក្រុមរបស់ដូរ៉ានោះទេគាត់នឹងប្រកាសជាយ៉ាប់យ៉ឺនចាក់ជាពុំខានឡើយដូច្នេះហើយគាត់គ្មានអ្វីក្រៅពីការថ្លែងអំណរគុណទៅកាន់ដូរ៉ាឡើយដល់ពេលនោះដូរ៉ាក៏បាននិយាយថាសុំទោសទៅកាន់លោកតាផងដែរដែលគាត់គឺបាននិយាយថាតាមពិតទៅខ្ញុំលែងជាសមាជិកក្រុមវាបរោះអីទៀតហើយឥឡូវនេះគឺគាត់ដើរតខ្យល់ហើយលែងមានការងារធ្វើហើយឥឡូវនេះដល់លោកតាក៏គឺបាននិយាយលើកទឹកចិត្តទៅកាន់ដូរ៉ារបស់យើងថាឥឡូវនេះបើទោះបីជាដូរ៉ារបស់យើងបាត់បង់ការងារអ្វីក៏ដោយសូមដូរ៉ារបស់យើងនឹងកុំបាក់ទឹកចិត្តក៏ដូចជាគិតច្រើនអីការងាររបស់យើងគឺមានផ្សេងទៀតគឺវាមានច្រើនមកខ្លាំងមែនតើដូច្នេះនៅកន្លែងណាក៏ដោយប្រសិនបើគេមិនឲ្យតម្លៃរបស់យើងនោះទេយើងគួរតែដើរចាកចេញពីទីនេះតែម្ដងគឺមិនបាច់ស្ដាយក្រោយអ្វីនោះទេពួកគេបានមើលងាយមកកាន់យើងបែបនេះគឺពួកគេគឺជាមនុស្សដែលខុសនោះទេមិនមែនយើងនោះឡើយគេគឺជាមនុស្សម្នាក់ដែលមើលមនុស្សខុសមិនគិតថាយើងនេះគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្លាំងក្លានោះទេគេបានជាមើលឃើញថាយើងគឺជាមនុស្សអត់ប្រយោជន៍ទៅវិញពួកគេប្រកាសជាមានការស្ដាយក្រោយចំពោះការបាត់បង់វត្តមានរបស់ដូរ៉ារបស់យើងចាក់ជាពុំខាននោះឡើយអូខេនឹងឯគ្នាយើងទាំងអស់គ្នានៅក្នុងភាពមួយនេះគឺមានតែប៉ុណ្្នឹងទេគឺអរគុណទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ហើយខ្ញុំក៏សង្ឃឹមថាអ្នករាល់គ្នាគឺនៅតែបន្តគាំទ្រនៅក្នុង Channel CGD Anime របស់ខ្ញុំនេះបន្តទៀតផងដែរហើយខ្ញុំនេះផងដែរគឺនៅតែបន្តការសម្ដែងរឿងរបស់ខ្ញុំជាធម្មតាគឺមិនបានបញ្ចប់ទៅណានោះទេអ្នកគ្នាយើងប៉ុន្តែដោយសារតាមរយៈក្រោយនោះគឺខ្ញុំមានបញ្ហាច្រើនក៏ដូចជានិយាយទៅគឺវាមិនអស់នោះទេគ្នាយើងឯបញ្ហាច្រើនខ្លាំងមែនទែនអញ្ចឹងហើយបានជាខ្ញុំមិនអាចខំបែកមកវិញសម្ដែងរឿងបាននោះទេប៉ុន្តែឥឡូវនេះខ្ញុំបានអាចខំបែកមកសម្ដែងរឿងវិញជូនអ្នកទាំងអស់គ្នាបន្តទៀតហើយអញ្ចឹងហើយអត់មានអីជាបញ្ហានោះទេអូខេវីដេអូនេះគឺមកໄວខ្លាំងពេកជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ